ជំរាបសួរលោកគ្រូអ្នកគ្រូបងប្អូនអ្នកស្រុកស្រែជនបទខ្ញុំចង់សួរថាតើសាលានៅជនបទសិស្សដែលរៀនទី9 10 11មានទេសិស្សដែលមិនចេះលេខនិងអក្សរខ្ញុំសូមឆ្លើយថាមានខ្លះនៅតាមស្រុកស្រែជនបទបើមានសំណួរសួរថាតើការដែលគ្រូឲ្យសិស្សបន្ថែមបន្ទុកសិស្សដើម្បីឲ្យគាត់ឡើងថ្នាក់តើជាការជួយដល់គាត់ឬក៏ជាការដែលធ្វើឲ្យខូចអនាគតគាត់ខ្ញុំមើលឃើញបញ្ហាមួយគឺសិស្សដែលខ្ញុំស្គាល់ជាក់ស្ដែងអត់ចេះអានអត់ចេះសរសេរអក្សរទេទី9ទី10ហើយតែដោយសារតែគ្រូចង់រក្សាគាត់ឲ្យបានរៀនរហូតចប់វិទ្យាល័យក៏បន្ថែមបន្ទុកនេះបន្ថែមបន្ទុកនោះរហូតអាចធ្វើឲ្យគាត់រៀនបន្តខ្ញុំសូមមិនយល់ស្របចំពោះការដែលជួយសិស្សបែបនេះទេខ្ញុំយល់ថាបើសិនជាបន្ថែមបន្ទុកសម្រាប់ឲ្យសិស្សឡើងថ្នាក់បែបនេះជាការធ្វើឲ្យខូចអនាគតគាត់ខាតពេលវេលារបស់គាត់ខាតសេដ្ឋកិច្ចនៅក្នុងគ្រួសាររបស់គាត់អញ្ចឹងតើគួរធ្វើដូចម្ដេចដើម្បីជួយទៅដល់សិស្សទាំងអស់នោះយោបល់ខ្ញុំសម្រាប់អាណាព្យាបាលសូមមើលកូនហើយជំរុញទឹកចិត្តនិងបង្ហាញផ្លូវដល់កូនឲ្យទៅរៀនចាប់យកជំនាញវិជ្ជាជីវៈនៅក្នុងសហគមន៍យើងនៅក្នុងភូមិយើងនៅក្នុងស្រុកយើងពីព្រោះកាលដែលមិនចេះអក្សរមិនចេះលេខកម្រិតទី9ទី10នេះមិនអាចបន្តទៅផ្នែកសិក្សាថ្នាក់ខ្ពស់បានទេសូមឲ្យគាត់បានទៅរៀនជំនាញវិជ្ជាជីវៈពីព្រោះជំនាញវិជ្ជាជីវៈល្អសម្រាប់ពួកគាត់ពីព្រោះមានមិត្តភ័ក្តិខ្ញុំច្រើនមានអ្នកភូមិច្រើនណាស់ដែលគេមិនចាំបាច់រៀនចប់ទី12ទេតែគេអាចមានជីវភាពសមរម្យមានការងារល្អធ្វើជំនាញវិជ្ជាជីវៈមានច្រើនបច្ចុប្បន្នដូចជាជាងម៉ាស៊ីនត្រជាក់ជាងទឹកជាងភ្លើងជំនាញធ្វើម្ហូបធ្វើជាជាងមាសជាងម៉ូតូជាងឡាននិងជំនាញកសិកម្មអីផ្សេងទៀតដូច្នេះបើសិនជាកូនទៅមិនរួចទេសូមអាណាព្យាបាលទាញកូនឲ្យមកចាប់យកជំនាញវិជ្ជាជីវៈបាទចាប់យកជំនាញវិជ្ជាជីវៈសម្រាប់គ្រូបង្រៀនខ្ញុំយល់ថាគួរតែឈប់បន្ថែមបន្ទុកឲ្យគាត់ឈប់លើកទឹកចិត្តគាត់ដើម្បីឲ្យបានឡើងថ្នាក់ទៅពីព្រោះទីមួយបើសិនជាគាត់មិនចេះឲ្យឡើងទៅថ្នាក់បន្ទាប់វាធ្វើឲ្យគុណភាពនៅក្នុងថ្នាក់រៀននោះកាន់តែចុះខ្សោយពិសេសសិស្សនោះនឹងទាញសិស្សល្អសិស្សបកែដែលគេរៀនបាននៅក្នុងថ្នាក់នោះឲ្យចុះមកជាមួយដែរចុះយ៉ាងម៉េចចុះតាមរយៈនៅត្រង់ថាក្នុងចំណោមសិស្សនៅជនបទភាគច្រើនមួយថ្នាក់យ៉ាងតិច50ទៅ60នាក់បើយើងដក20នាក់ដែលមិនចេះអក្សរមិនចេះលេខនោះចេញឲ្យគាត់ទៅនៅផ្ទះឲ្យគាត់រៀនជំនាញវិជ្ជាជីវៈនោះជាការល្អមែនទែនសម្រាប់ក្រសួងអប់រំខ្ញុំយល់ថាគួរតែមានគោលនយោបាយរៀបចំប្រព័ន្ធអប់រំពិសេសសម្រាប់កូនសិស្សដែលមិនចេះលេខមិនចេះអក្សរនៅក្នុងកម្រិតនេះបច្ចុប្បន្នយើងឃើញក្រសួងអប់រំរៀបចំច្រកពីរទី1គឺផ្នែកវិទ្យាសាស្ត្រសម្រាប់សិស្សដែលរៀនចេះហើយផ្នែកសង្គមសម្រាប់អ្នកដែលរៀនខ្សោយតែសម្រាប់អ្នកដែលមិនចេះអក្សរមិនចេះលេខក្រសួងអប់រំគួរតែរៀបចំ vocational training ឬក៏រៀនជំនាញជីវៈនេះផ្ទាល់នៅសាលារៀនតែម្ដងខ្ញុំថាបើសិនជាអាចធ្វើបានគឺជាការជួយដល់សិស្សនៅតាមជនបទពិសេសសិស្សដែលមិនចេះលេខមិនចេះអក្សរបាទខ្ញុំចង់និយាយថាសិស្សដែលពួកគាត់មិនចេះលេខមិនចេះអក្សរនេះមិនមានបានន័យថាគាត់ជាមនុស្សល្ងងខ្លៅនោះទេមនុស្សម្នាក់មានដងមាន talent ពីកំណើតរៀងខ្លួនដូច្នេះគាត់មិនប្រកែអក្សរមិនប្រកែលេខក៏ប៉ុន្តែគាត់អាចនឹងប្រកែផ្នែកណាមួយទៀតនៅក្នុងមុខវិជ្ជាជំនាញវិជ្ជាជីវៈអ្នកប្រាជ្ញអាល្លឺម៉ង់ម្នាក់ឈ្មោះ Albert Einstein គាត់បាននិយាយថា everybody is a genius but if you judge a fish by its ability to climb a tree it will live its whole life believing that it is stupid មានន័យថាបើសិនជាយើងយកត្រីឲ្យទៅប្រកួតឡើងដើមឈើមានន័យថាត្រីទៅមិនរួចក៏ប៉ុន្តែត្រីមានសមត្ថភាពរបស់ត្រីគឺហែលទឹកចង់មកប្រៀបធៀបជាមួយនឹងសិស្សវិញថាសិស្សខ្លះមិនមានជំនាញក្នុងការរៀនលេខអក្សរទេក៏ប៉ុន្តែគាត់អាចមានជំនាញវិជ្ជាជីវៈនៅក្នុងការធ្វើការងារណាមួយដូច្នេះវីដេអូថ្ងៃនេះខ្ញុំចង់ចែករំលែកសរុបខ្លីមកវិញថាបើមានសិស្សរៀនថ្នាក់ទី9 10 11មិនចេះលេខមិនចេះអក្សរសូមគ្រូកុំបន្ថែមបន្ទុកដើម្បីឲ្យគាត់ឡើង2សូមអាណាព្យាបាលទាញកូនមកឲ្យរៀនជំនាញវិជ្ជាជីវៈនៅក្នុងភូមិឃុំរបស់យើងទី3ក្រសួងអប់រំបើសិនជាទៅរួចសូមឲ្យបង្កើតថ្នាក់ជំនាញវិជ្ជាជីវៈផ្ទាល់នៅក្នុងវិទ្យាល័យមិនចាំបាច់តម្រូវឲ្យសិស្សទៅរៀននៅក្នុងនៅតាមមន្ទីរឬក៏ក្រសួងបណ្ដុះបណ្ដាលវិជ្ជាជីវៈទេធ្វើបែបនេះនៅជិតផ្ទះគាត់នៅក្នុងសាលាគាត់គឺមានប្រសិទ្ធភាពជាងខ្ញុំសូមចូលរួមចែករំលែកគំនិតទាក់ទងនឹងការអប់រំត្រឹមប៉ុណ្នេះសម្រាប់ថ្ងៃនេះសូមអរគុណ